Yo hello សួស្តីអ្នកទាំងអស់គ្នាត្រឡប់ខ្ញុំបាទសែននៅថ្ងៃនេះផងដែរគឺយើងមកបន្តពាក្យថ្មីរបស់យើងគឺជារឿងចម្លងធរខ្លែងខ្លាយហើយនេះគឺជាភាគ8ទៅហើយអញ្ចឹងណាអញ្ចឹងភាគបន្តរបស់យើងនឹងគឺរូបប៉ាជេក៏ដូចជាក្រុមរបស់គាត់នឹងទាំងអស់គ្នាគឺបានបន្តដំណើរទៅមុខទៀតអញ្ចឹងទៅហើយពួកគេគឺមានមោទនភាពសម្រាប់ខ្លួនឯងមែនតើដែលបានខ្លាយខ្លួនគឺជាជ្រូកប៉ាជេអញ្ចឹងណានឹងឯអ្នកទាំងអស់គ្នាអញ្ចឹងពួកគេឆ្លងកាត់ព្រៃភ្នំព្រឹក្សាអ្នកតាវអញ្ចឹងទៅហើយក៏បានឃើញពួកបិសាចអញ្ចឹងទៅលបមើលតាមផ្លូវតាមអីអញ្ចឹងថានេះគឺជាជ្រូកប៉ាជេក៏ដូចជាស៊ុនអ៊ូខុងអញ្ចឹងក៏ពួកគេភ័យខ្លាចមែនតើអញ្ចឹងទៅហើយនៅតាមផ្លូវគឺឃើញប្រជាជនក៏ដូចជាអ្នកស្រុកនៅភូមិហ្នឹងគឺដូចជាអត់ឃ្លានមែនតើអញ្ចឹងណាខ្លះតែលំបាកហើយពួកគេហ្នឹងក៏ចិត្តល្អដែរគឺបានបកគលជាមួយមហូបអាហារដែលពួកគេទទួលបានពីអ្នកភូមិហ្នឹងទៅកាន់ប្រជាជនដែលភៀសខ្លួនអញ្ចឹងទៅហើយពួកគេគឺជាបិសាចមួយដែលល្អខ្លាំងមែនតើអញ្ចឹងទៅអ្នកទាំងអស់គ្នាចឹងពួកគេគឺពិតជាសប្បាយចិត្តមែនតើមើលទៅពួកគេពិតជាដូចជាមួយនឹងស៊ុនអ៊ូខុងក៏ដូចជាជូប៉ាជេក៏ដូចជាທາງជើងអីមែនតើអញ្ចឹងទៅអ្នកទាំងអស់គ្នាឥឡូវយើងកាត់មកកាន់រោងលអាងរបស់បិសាចចចកដែលបានជួបជាមួយនឹងគ្រូທາງជើងក៏ដូចជាស៊ុនអ៊ូខុងមែនតើក៏ប៉ុន្តែពួកគេបើជាគិតថានេះមិនមែនជាគ្រូທາງជើងក៏ដូចជាស៊ុនអ៊ូខុងមែនតើនោះទេពួកឯងគ្រូប៉ាជេក៏ដូចជាທາងជើងហើយជាមួយនឹងស៊ុនអ៊ូខុងនឹងគឺយើងបានជួបរួចទៅហើយយើងបានដោះលែងរួចទៅហើយនេះប្រហែលជាអ្នកខ្លាំងតែប៉ុណ្ណោះអញ្ចឹងទៅពួកគេក៏បានប្រាប់ពួកចៅរបស់ពួកគេថាយើងនឹងចេញទៅប្រយុទ្ធជាមួយនឹងស៊ុនអ៊ូខុងហើយពួកវាហ៊ានមកបោកប្រាស់យើងផងហើយពេលនោះចចកហ្នឹងក៏បាននិយាយទៅកាន់ស៊ុនអ៊ូខុងថាឯងហ៊ានមកបោកប្រាស់យើងផងហើយស៊ុនអ៊ូខុងគឺយើងទៅតែដោះលែងទៅកាលពីម្សិលមិញទេហើយឯងមកនេះគឺឯងចង់មកបន្លំយើងមែនទេហើយពេលនោះផងដែរគឺពួកគេនឹងក៏បានឆ្លុះប្រកែកគ្នាមែនតើហើយចំណុចស៊ុនអ៊ូខុងមែនតើក៏បាននិយាយថាយើងនេះហើយគឺជាស៊ុនអ៊ូខុងហើយពេលនោះក៏បិសាចចចកហ្នឹងគឺអត់ជឿនោះទេអញ្ចឹងទៅគឺបើការប្រយុទ្ធគ្នាតែម្ដងក៏ប៉ុន្តែពិតជាសោកស្ដាយខ្លាំងមែនតើបិសាចចកហ្នឹងគឺមិនអាចប្រយុទ្ធជាមួយនឹងស៊ុនអ៊ូខុងយើងមែនតើនោះទេធ្វើឲ្យកូនបិសាចនេះគឺពិតជាភ័យខ្លាចមែនតើគឺរត់ពេញណាពេញណីតែម្ដងអញ្ចឹងណាហ្នឹងហើយឥឡូវយើងកាត់មកកាន់ជាមួយនឹងស៊ុនអ៊ូខុងក៏ដូចជាជូប៉ាជេក៏ដូចជាທາງជើងរបស់យើងនឹងគឺបានមកដល់កោះមួយក៏ដូចជាភ្នំមួយចឹងទៅគឺជាកន្លែងរបស់ជ្រូកប៉ាជេគឺជាផ្ទះរបស់គេចឹងណាគេក៏បាននិយាយទៅកាន់គ្រូថាជាងថានេះហើយគឺជាកន្លែងរបស់គេគឺជាផ្ទះរបស់គេហើយឪពុកម្ដាយរបស់គេនឹងគឺនៅលើភ្នំនឹងចឹងទៅហើយបន្តមកទៀតគ្រូថាជាងក៏បាននិយាយថាបើអញ្ចឹងមែនឯងឆាប់ទៅជួបជាមួយនឹងគ្រូសាឯងទៅហើយពេលនោះថាជេប៉ាជេក៏បានត្រឡប់ទៅកាន់ផ្ទះរបស់គេវិញគឺគេបានជួបជាមួយនឹងបងប្អូនក៏ដូចជាម្ដាយរបស់គេចឹងទៅហើយក៏បានជួបគ្នាហើយក៏បានរាក់ទាក់សួរនាំគ្នាអញ្ចឹងណាហ្នឹងហើយពេលហ្នឹងហើយរបស់អាជ្រូកហ្នឹងក៏បាននិយាយសួរទៅកាន់កូនថាតើកូនឯងហ្នឹងឥឡូវនៅឯណាហើយកំពុងតែទៅណាអញ្ចឹងទៅហើយពេលនោះអាជ្រូកហ្នឹងក៏មិនហ៊ានប្រាប់ម្ដាយតាមត្រង់ទេហើយក៏បាននិយាយទៅកាន់ម្ដាយថាខ្ញុំគឺបានចូលជាមួយនឹងក្រុមបិសាចនៅភ្នំឡាងហើយអញ្ចឹងទៅសូមម៉ែកុំបារម្ភអីហើយខ្ញុំនឹងមានមហិទ្ធិឫទ្ធិខ្លាំងអស្ចារ្យដែលមិនឲ្យអ្នកណាមើលងាយយើងទៀតទេអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងទៅម្ដាយហ្នឹងក៏ពេលដែលដឹងតែកូនហ្នឹងត្រូវជាមួយនឹងក្រុមភ្នំឡាងហ្នឹងក៏បានស្រីប្រកាសប្រាប់អ្នកភូមិថាឥឡូវកូនរបស់ខ្ញុំឥឡូវខ្លាចជាសមាជិកនៅភ្នំឡាងហើយស្រីប្រកាសក៏កូននឹងធ្វើម៉ែមិនតែនិយាយប្រាប់គេទេហើយក៏បានណែនាំថានេះគឺជាមេបិសាចអញ្ចឹងទៅហើយនេះគឺជាអីអញ្ចឹងទៅណាហ្នឹងហើយអ្នកទាំងអស់គ្នាបន្ទាប់ពីអាជ្រូកហ្នឹងគឺបានពិភាក្សានិយាយជាមួយម៉ែរបស់គេហើយគឺគេបានមកជួបជាមួយនឹងឪពុករបស់គេហើយគឺគេបាននិយាយរឿងការពិតទៅកាន់ឪពុករបស់គេថាលោកឪពុកខ្ញុំមិនបានចូលក្រុមជាមួយនឹងក្រុមបិសាចនៅភ្នំឡាងទេគឺខ្ញុំទៅចម្លងធនភាពខាងលិចហើយនេះគឺជាគ្នារបស់ខ្ញុំដែលពួកគេគឺជាគ្រូថាងជេងក៏ដូចជាស៊ុនអ៊ូខុងខ្លាំងខ្លាយអញ្ចឹងណាហើយសូមឪពុកកំប្រាប់ណាគេអីពួកយើងគឺបន្លំខ្លួនទៅយកកំពីធនដើម្បីខ្លាចជាពុតហើយមានជីវិតអមតៈហើយខ្ញុំនឹងមកកាន់ផ្ទះរបស់យើងវិញអញ្ចឹងទៅឪពុកពេលដែលបានឮសម្ដីរបស់ប៉ាជេនិយាយបែបនេះហើយគឺពិតជារីករាយសប្បាយចិត្តមែនតើក៏បានស្រែកផ្អើលពេញណាពេញណីអញ្ចឹងទៅហើយក៏បាននិយាយទៅកាន់កូនប្រុសថាគឺកូនធ្វើបែបនេះគឺពិតជាត្រឹមត្រូវណាស់កូនមិនត្រូវធ្វើជាបិសាចអាក្រក់ទេកូនត្រូវតែទៅចម្លងធម៌ដើម្បីខ្លាចជាប្រពុតហើយមានជីវិតអមតៈមិនចេះស្លាប់អញ្ចឹងទៅហើយនៅក្នុងពេលនោះផងដែរគឺជ្រូកក៏បានបញ្ចុកថ្នាំបញ្ចុកបាយអីចឹងទៅកាន់ឪពុកដែលកំពុងតែដេកឈឺនៅលើគ្រែអញ្ចឹងទៅហើយឪពុកនឹងក៏បាននិយាយទៅកាន់កូនប្រុសថាកូនពិតជាល្អមែនតើកូនត្រូវធ្វើជាបិសាចល្អមិនត្រូវទៅសម្លាប់អ្នកណាទេកូនត្រូវតែទៅចម្លងធម៌ដើម្បីត្រាស់ដឹងជាព្រះពុទ្ធហើយឯងត្រូវតែត្រឡប់មកផ្ទះវិញហើយឪពុកមិនអាចរស់នៅបានមើលមុខឯងនៅបន្តទៀតទេសង្ឃឹមថាឯងនឹងជោគជ័យនៅក្នុងជីវិតរបស់ឯងហើយ
ឯងកុំបារម្ភពីអ្នកផ្ទះអីនៅទីនេះគឺពួកយើងសុខសប្បាយនោះទេពេលនោះគឺគេនឹងបាននិយាយគ្នាជាមួយនឹងឪពុករបស់គេនឹងគឺនិយាយមិនដឹងជានិយាយពីអីខ្លះទៀតអ្នកទាំងអស់គ្នាគឺពិតនិយាយច្រើនខ្លាំងមែនទែនឪពុកក៏បានបដិបដាំដង្ហើមចុងក្រោយទៅធ្វើឲ្យជ្រុះពិតជាសោកសៅខ្លាំងមែនទែនគឺគេពិតជាអាណិតទៅកាន់ឪពុកគេខ្លាំងមែនទែនដែលមុននឹងចិត្តងាប់នឹងគឺបាននិយាយរឿងរ៉ាវដែលខ្លួនឯងបានធ្វើអីចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នា